សួស្តីជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាជិះឡានក្រុងទៅព្រលានយន្តហោះថ្មីអញ្ចឹងដោយសារខ្ញុំអត់ចង់ចាំយូរអញ្ចឹងទៅខ្ញុំក៏ជិះតុកតុកពីផ្ទះខ្ញុំមកចាំនៅចំណតឡានក្រុង OF ជិះតុកតុកទៅព្រលានហ្មងគឺវាអស់លុយច្រើនជាងនឹងហើយណាមួយចំណាយពេលប្រហែលនឹងឡានក្រុងដែរអញ្ចឹងជិះឡានក្រុងទៅវាចំណេញយើងស្ទើរនៅផងអញ្ចឹងឡានក្រុងនឹងបើកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 11 យប់ហើយគេចេញពីប្រមូលគូចកណ្ដុងហើយចំណតទី1គេឈប់នៅមុខសាលាពេទ្យហើយនៅបឹងតវ៉ៃថៃឈប់នៅអគារ OF ចុះពីស្ពានអាកាសហ្នឹងចុះពីស្ពានអាកាស 60 ម៉ែត្រហើយចំណតមួយទៀតគឺនៅ Aeon 3ហើយបន្ទាប់មកគឺទៅត្រង់ទៅដល់ព្រលានហ្មងហើយខ្ញុំមកចាំសួរដែរលើឡានក្រុងមកដល់ហើយពេលឡានក្រុងដល់យើងឡើងឡានក្រុងទៅហើយយើងដាក់លុយចូលក្នុងធុង 1,500 ទៅបើយើងមានលុយតែបើយើងអត់មានលុយយើងអាច scan បាន 1,500 ហើយគាត់ឲ្យស្រួតយើងហើយយើងហៅកន្លែងអង្គុយទៅបើសិនបងប្អូនមានពេលបងប្អូនអាចជិះឡានក្រុងបានដោយសារអីជិះតុកតុកពីផ្ទះខ្ញុំទៅប្រហែលជាថា30,000 ទៅ 40,000 អីចឹងណាតែបើយើងជិះឡានវាចូល7 ទៅ 10,000 អញ្ចឹងបើយើងជិះឡានក្រុងយើងចំណេញច្រើនប៉ុន្តែយើងជិះឡានក្រុងតើតើយើងមានពេលឬក៏យើងអាចទៅមុនម៉ោងបើជិះពីប្រមូលគួចកណ្ដុងទៅព្រលានហ្មងគឺអាច1 ម៉ោងថ្ងៃមុនខ្ញុំជិះប្រហែលជា1 ម៉ោងអាច1 ម៉ោង 30 នាទីតែបើជិះឥឡូវខ្ញុំជិះពីអាគារ OF នឹងទៅព្រលាន30 នាទីហ្មងយើងជិះលេងទៅមើលទេសភាពមើលអីតាមផ្លូវទៅលឿនដែរដោយសារនិយាយទៅម៉ោងនេះអត់ស្ទះបើពេលល្ងាចអីយើងជិះអីក៏ត្រូវតែស្ទះដែរឥឡូវយើងឃើញព្រលានតិចតិចទៅដល់ឥឡូវយើងឃើញផ្លាកឈ្មោះព្រលានយើងហើយមានបងប្អូនខ្មែរយើងមកលេងព្រលានច្រើនហើយឡានហ្នឹងឡានរបៀបតាក់ស៊ីគាត់ចាំហៅភ្ញៀវគាត់ដឹកភ្ញៀវមកគាត់ចាំដឹកភ្ញៀវទៅវិញអីចឹងអ្នកដាក់អេបដាក់អីគាត់នៅចាំទទួលភ្ញៀវហើយឥឡូវយើងមកដល់ព្រលានមកដល់ចំណតនៅព្រលានហើយអញ្ចឹងមកដល់ចំណតព្រលានហើយនៅចិត្តហ្នឹងមានផ្ទះឈើកន្លែងហ្នឹងកន្លែងសួនច្បារហ្នឹងបងប្អូនដែលអត់ប្រញាប់គាត់អាចចូលលេងសួនច្បារនៅបានតែដោយសារខ្ញុំប្រញាប់ចឹងខ្ញុំមកបានចូលលេងទេគឺខ្ញុំដើរទៅមកហើយដើរពីកន្លែងផ្ទះម៉ូតូហ្នឹងទៅដើរពីចំណតឡានក្រុងហ្នឹងទៅដល់ព្រលានទៅដល់ខាងក្នុងគឺឆ្ងាយដែរប្រហែលជាដើរទៅចូល10 នាទីដែរហើយសម្រាប់អ្នកមានអីវ៉ាន់មានអីយើងឆ្ងាយយើងធ្ងន់ដែរហើយមនុស្សចាស់គាត់ដើរគាត់ឈប់ម្ដងដែរបានទៅដល់អញ្ចឹងឥឡូវយើងមកដល់ជាន់ទី1ជាន់តដីហ្នឹងជាន់អ្នកដំណើរមកដល់ចឹងនេះអ្នកដំណើរគាត់ដើរចេញមកហើយចឹងជាន់ទី1ជាន់ខាងក្រៅអ្នកដំណើរមកដល់ហ្នឹងមានបន្ទប់ទឹកមានភោជនីយដ្ឋានមានកន្លែងដូរលុយមានអីដែរហើយមានអ្នករបៀបអ្នករត់តាក់ស៊ីមានអីគាត់ចាំទទួលគាត់ចាំហៅហើយទៅខ្ញុំឡើងមកជាន់ទី1កន្លែងហុកព្រះអង្គធំហ្នឹងនៅជាន់ទី1អញ្ចឹងជាន់ទី1សម្រាប់អ្នកគាត់ធ្វើដំណើរហោះចេញពីខ្មែរយើងទៅប្រទេសផ្សេងហើយពេលមកឃើញតអញ្ចឹងមានអារម្មណ៍ថាអូយធំស្អាតមើលទៅចាក់ភ្នែកហ្មងដោយសារយើងធ្លាប់ទៅព្រលានយើងទូចដល់ពេលយើងមកឃើញព្រលានលើកនេះធំខ្លាំងណាស់អស្ចារ្យហ្មងឥឡូវខ្ញុំមកមើលបតហ្នឹងដើម្បីមើលគេយន្តហោះមើលកន្លែងមើលខ្ញុំ check in កន្លែងណាកន្លែងនេះកន្លែង check in ហើយខ្ញុំបានសម្បត្តិបានអីហើយខ្ញុំក៏ដើរទៅហៅកន្លែង security ដើម្បីយើង scan passport ឡើងទៅ gate ណាដែលយើងហោះហើរអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងអរគុណជម្រាបលាបងប្អូន